ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកប៉ុន្មានថ្ងៃជាប់គ្នាជិតមួយសប្តាហ៍មកហើយនៅតំបន់ភាគខាងត្បូងបង្អស់នៃប្រទេសថៃហើយបានបង្កជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងខេត្តចំនួន7ទីក្រុងហាតយ៉ៃទីរួមខេត្តសង្ឃ្លាហាក់បានរងគ្រោះខ្លាំងជាងគេដោយជំនន់ទឹកភ្លៀងនេះទឹកជំនន់បានហូរគួចត្របាញ់បោកសង្គ្រប់ជន់លិចតាមផ្លូវថ្នល់នៅក្នុងទីក្រុងហាតយ៉ៃទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ថៃបើតាមអាជ្ញាធរថៃគិតចាប់តាំងពីចុងសប្តាហ៍មុនមកគេបានជំលះប្រជាជននៅខេត្តសង្ឃ្លាចំនួនប្រមាណ10000នាក់ទៅរកកន្លែងមានសុវត្ថិភាពបណ្ដាញទូរទស្សន៍ថៃបានផ្សព្វផ្សាយរូបភាពបង្ហាញឲ្យឃើញក្រុមសង្គ្រោះបានព្យាយាមជួយមនុស្សចាស់ជរាអ្នករបួសយ៉ាងសស្រាក់សស្រាំគេចចេញពីទឹកជំនន់ដែលឡើងខ្ពស់ទៅខណៈទឹកភ្លៀងបន្តធ្លាក់ជាប្រចាំផ្អែកតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃគិតត្រឹមព្រឹកថ្ងៃពុធទី26វិច្ឆិកាគឺមានមនុស្សស្លាប់ចំនួនយ៉ាងហោច33នាក់នៅក្នុងខេត្តរងគ្រោះទាំង7មនុស្សស្លាប់ដោយមូលហេតុផ្សេងគ្នាដូចជាលង់ទឹកនិងឆក់ចរន្តអគ្គិសនីជាដើមចំណែកកងទ័ពថៃបានឲ្យដឹងថាគេបានបញ្ជូនកម្លាំងជាមួយនឹងឧទ្ធម្ភាគចក្រព្រមទាំងនាវាផ្ទុកយន្តហោះផងដើម្បីទៅចូលរួមជួយសង្គ្រោះប្រជាជនរងគ្រោះដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យជាដើមគួរក៏សម្គាល់ថាតាមធម្មតាថៃតែងតែឆ្លងកាត់រដូវភ្លៀងមូសុងជារៀងរាល់ឆ្នាំពីខែមិថុនាដល់ខែកញ្ញាផ្អែកតាមអ្នកជំនាញឧតុនិយមវិបត្តិអាកាសធាតុបានធ្វើឲ្យប្រែប្រួលខ្លាំងដល់រយៈពេលនិងកម្រិតទឹកភ្លៀងធ្លាក់សីតុណ្ហភាពផែនដីឡើងកម្ដៅត្រឹមតែ1អង្សាសេគឺមានន័យថាកម្រិតសំណើមនៅក្នុងបរិយាកាសអាចឡើងដល់ទៅ7%ហើយអាចបង្កជាទឹកភ្លៀងធ្លាក់យ៉ាងគំហុកក្នុងពេលដ៏ខ្លីសូមបញ្ជាក់ដែរថារដ្ឋចំនួន8នៅភាគខាងជើងម៉ាឡេស៊ីជាប់ព្រំដែនថៃក៏កំពុងតែរងគ្រោះដែរដោយចំនួនទឹកភ្លៀងយ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន1នាក់នៅរដ្ឋកេឡាន់តាន់គិតចាប់ពីថ្ងៃច័ន្ទមកអាជ្ញាធរម៉ាឡេស៊ីបានជម្លៀសមនុស្សប្រមាណ25000នាក់ខណៈភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងថែមទៀតនៅប្រមាណថ្ងៃខាងមុខក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យដឹងដែរថាគិតចាប់ពីមានគ្រោះទឹកចំនួនមកទេសចរជាតិម៉ាឡេស៊ីប្រមាណ6300នាក់បានធ្វើដំណើរពីថៃត្រឡប់មកដល់ម៉ាឡេស៊ីវិញហើយតែគេនៅបន្តរងចាំដំណឹងមនុស្សចំនួនច្រើនពាន់នាក់ទៀតដែលនៅជាប់គាំងនៅតាមសន្តាគារភាគខាងត្បូងប្រទេសថៃ